គ្រប់គ្រងហើយអញ្ចឹងមកដល់សម័យឥឡូវនេះប្រទេសយើងបានសុខសាន្តរុងរឿងហើយអញ្ចឹងលៃយ៉ាងម៉េចកុំឲ្យបែកបាក់សាមគ្គីគ្នាទៀតសំដោយថេរដីកានៃរបស់សម្ដេចពពុទ្ធវាំងមិញអញ្ចឹងណាតតោះមនោះក៏លែងផ្លែដែរតតោះគ្នាមនោះលែងផ្លែចង់សម្ដៅលើសមិទ្ធផលហ្នឹងណាដូចក្នុងវត្តអរញ្ញសាគរណាបើអាចារ្យគណៈកម្មការប្រសង់ចោះគ្នាហើយមួយឆ្នាំនេះចំណាយថវិកាជាង$130,000កសាងសមិទ្ធផលនេះអត់កើតទេបើអាចារ្យចង់ធ្វើចេតិយបគ្រូចៅតិកាចង់ធ្វើជាបណៈឋានគណៈកម្មការចង់ធ្វើកុដិអានោះគឺថាឆ្លោះគ្នាពេញទៅវត្តហ្នឹងអញ្ចឹងណែសុកចិត្តធ្វើជាពោះមានកតុយច្រើនតែក្បាលមួយប្រសើរជាងធ្វើពោះក្បាលច្រើនកតុយមួយព្រោះថា